របៀបធ្វើទឹកបន្លែសុខភាពងាយៗមែនតើសម្រាប់ប្រព័ន្ធរំលាយអាហារជាមួយនឹងសុខភាពអាចដាក់បន្លែដែលទាំងអស់គ្នាចូលចិត្តមួយណាក៏បានដែរឲ្យតែចេះញ៉ាំហើយដាក់4-5មុខក៏បានដែរប៉ុន្តែថ្ងៃនេះខ្ញុំដាក់រហូតដល់11មុខដោយសារអ្នកទេសខ្ញុំចូលចិត្តបន្លែទាំងអស់ហ្នឹងមែនតើដែលយើងត្រូវធ្វើចាំបាច់គឺត្រូវតែលាងឲ្យស្អាតមែនតើហ្មងបន្ទាប់មកដាំទឹកឲ្យពុះដាក់បន្លែរឹងចូលមុនហើយចាំដាក់បន្លែបៃតងតាមក្រោយបើសិនជាចង់បានរាវដាក់ទឹកច្រើនជាងខ្ញុំបន្តិចបន្ទាប់ពីឆ្អិនហើយខ្ញុំទុកឲ្យចុះត្រជាក់ 70% ចាំយកទៅក្លុកហើយកុំភ្លេចមកអនាម័យជាចម្បងក្លុកដល់តែឃើញសាច់ smooth ចឹងបានញ៉ាំទៅឆ្ងាញ់ហើយកន្លែងនេះដូចខ្ញុំប្រាប់ពីមុនមកបើសិនជាចង់បានរាវជាងហ្នឹងដាក់ទឹកឲ្យច្រើនដោយសារតែ style អ្នកទេសខ្ញុំគាត់ចូលចិត្តដាក់ទឹកដោះគោក្តៅញ៉ាំបន្ថែមទៀតចឹងណាសម័យកាលនេះមិនបាច់ទៅហោកាដូណាឆ្ងាយទេធ្វើតែអញ្ចឹងជូនអ្នកទេសបានទាំងសុខភាពល្អហើយគាត់សប្បាយចិត្តញ៉ាំទៅស្រួលខ្លួនទៀតពេលសុខភាពល្អសម្រស់ក៏ទៅតាមនឹងដែរគឺស្អាតណាស់មីខ្ញុំនៅតែក្មេងរហូតកុំភ្លេចថែសុខភាពខ្លួនឯងអ្នកអត់ចេះញ៉ាំបន្លែក៏ញ៉ាំទៅឆ្ងាញ់ដែរ